សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងនិយាយពីការបង្កើត roaming profile សម្រាប់ user របស់យើងដើម្បីឲ្យគាត់អាចទាញយក data ឬក៏ folder របស់គាត់ចេញពី server របស់យើងទោះបីជាគាត់ប្រើ PC មួយហើយក៏ដោយអញ្ចឹងជាដំបូងយើងធ្វើការបង្កើត folder មួយមកដើម្បីឲ្យទុក roaming profile របស់គាត់យើងមាន ID យើងកើតដាក់ ID មកអញ្ចឹងខ្ញុំសូមបង្កើត ID C សារខ្ញុំមិនចង់ចែក ID ទេខ្ញុំសូមបង្កើតក្នុងនេះខ្ញុំតបតែពីមុនចឹងសូមលុបចោលនេះយើងលុបបានទេសារវាសារ profile នេះវាពុកធ្វើការមួយ client របស់យើងចឹងយើងបង្កើតថ្មីទៅយក folder យើងអាចដាក់ឈ្មោះ roaming profile បាន roaming profile មកយើងត្រូវ share វាចឹងយើង share នេះគឺ client យើងអត់អាច share បានទេយកពី sharing យកតែ advanced sharing មកហើយយើងនេះ sharing folder មកជា permission នេះយើងដាក់ everyone តែគេក៏យើងក៏ share បានដែរហើយអូខេមកតោះចូល security នេះយើងចង់ឲ្យអ្នកគេ share បានខ្លះធ្វើអីបានខ្លះយើងបិទ inherit មកហើយអាចដកចោលណាគេអត់ខាងដកចោលទៅ user នេះមិនបាច់ឲ្យចូលទេយើងឲ្យចូលតែ system administrator user ហើយយ៉ាងនេះគេបង្កើតthìដាក់ប៉ុណ្្នឹងទៅយើងអាចមានគ្រប់អីយើងអាចដាក់ថែម add នេះមក set principal ហើយយើងចង់ដាក់គ្រប់ IT admin យើងចូល save មក IT admin យើង check តែមកទៅវាត្រូវហើយដាក់ប៉ុណ្នេះវា allow ឲ្យគាត់ធ្វើអីបានខ្លះគាត់អាច apply ទៅលើ folder ហ្នឹង sub folder ក្នុងហ្នឹង file គេនេះយើងអាចដាក់គាត់ធ្វើអីបានខ្លះយើងយក full control ទៅអីតាមយើងតាមក្រុមហ៊ុនយើងជាក់ស្ដែងឲ្យគាត់ access អីខ្លះយើងដាក់ permission ប៉ុណ្ណឹងទៅតោះយើងខ្លុំមកហើយយើងបាន share folder មកហើយទៅមើល path វាមួយសិនតែបានមើល path នេះយើង copy path ទុកមកទុកឲ្យគាត់ដាក់ក្នុង profile របស់គាត់ហើយយើងដាក់ MC យើងមកចឹងនេះចូល domain យើងមកដល់នេះឲ្យ OU របស់យើង IT នេះ user ដល់យើងចង់ apply ទៅឈ្មោះ user ឈ្មោះកើតតារាយើងចូលឈ្មោះគាត់យក property មកយើងចង់ដឹងគាត់នៅគ្រប់ហ្នឹងយើងចុច member of ឃើញមានគ្រប់ IT admin អញ្ចឹងយើងចូលឲ្យ profile មកដើម្បីយើងអាច set roaming profile គាត់នេះ profile path នេះយើងដាក់ path មួយហ្នឹងយើងធ្វើការ slash មួយទៀតយើងអាចវាយតាមខ្ញុំមកដាក់100 by username មកដើម្បីឲ្យ system ចាប់ roaming profile slash username slash ឈ្មោះរបស់គាត់យើងហើយយើង apply មកអូខេមកហើយយើង apply success ហើយយើងអាចទៅតេស្តតែនៅ client របស់យើងបានអញ្ចឹងនេះខ្ញុំ login ជាពីកាតារាឲ្យយើងសាញ់ឲ្យxong rồi sáng muốn nó nghiêm lọc ở phường đó trên sàn ao với trách ở vì được đa là vậy dạ sẽ in cho làm việc mất ở dương thì cái check đơn để lên khơi này miền profile ở VP mỗi nhà này profile bao nhiêu rồi mình profile bằng quát tập thân rồi cho nên cái style như xả mới sửa rồi như bây giờ ai
ឥឡូវបន្ទាប់មកយើងចង់តែថាតើវាជា roaming profile មែនអត់យើងអាចធ្វើការ switch account ដើម្បីយើងយក account admin យកតែមើលម្ដងខ្ញុំវា account admin ខ្ញុំមកយើងជិះ Windows Air មកយើងវាយ ysdm.cpl ចូល hem យើងគេឲ្យវាយ admin account តោះមកយើងយក advanced user profile ទី setting មកនេះយើងឃើញនេះ user ឈ្មោះនេះកៅតារាពាក្យកាត់គាត់គឺ k តារានេះ profile គាត់ជាភាគ roaming profile យើងបង្កើតមកនោះហើយនេះយើងអាច change អាចទៅ local profile វិញបានអីបានអញ្ចឹង roaming profile ពេលគាត់ដូរ computer នៅប្រើ computer ផ្សេងគាត់ login ចូលទៅទិន្នន័យរបស់គាត់គឺវាទាញទៅហើយវាទាញទិន្នន័យដែលគាត់ save ក្នុង roaming profile របស់គាត់គឺទាញទៅ PC ដែលគាត់បាន login ចូល